រៀបសួរដល់ស្រីបងប្អូនគ្នាសូមស្វាគមន៍អ្នកក្នុងសប្តាហ៍នេះអរគុណព្រះអង្គសម្រាប់សុខភាពហើយក្នុងថ្ងៃនេះអ្នកគង់មានពេលរៀនទៅជាមួយនឹង grammar ដែលទៅពី reflexive pronouns អញ្ចឹងសម្រាប់ reflexive pronoun ហ្នឹងគឺមានមុននឹងមកឲ្យអ្នកទាំងអស់គ្នាស្គាល់ថាអ្វីជា reflexive pronoun មុនសិនហើយចាំយើងចូលទៅមើលពីការប្រើប្រាស់ដូចជាទម្រង់ក៏ឧទាហរណ៍ជាមួយគ្នាចា៎អញ្ចឹងសម្រាប់ reflexive pronoun ហ្នឹងគឺយើងបានញោដោយសារតែពីដំបូងឡើងគឺយើងមាន personal pronoun សិនអញ្ចឹងសម្រាប់ personal pronoun ដែលអ្នកនរអ្នកគ្រូជឿថាអ្នកនរគឺធ្លាប់បានឃើញហើយពេលរៀនភាសាអង់គ្លេសគឺយើងឃើញគឺមាន I you he she it we you ហើយ they ចាអញ្ចឹងកន្លែងនេះដែរគឺអ្នកនរគ្នាអាចនឹងឃើញ you គឺមានពីរដងដោយសារតែយើងនឹងប្រើវាខុសគ្នាចាអញ្ចឹងយើងមកមើលមក reflexive pronouns អញ្ចឹងសម្រាប់ reflexive pronoun I គឺមក myself you គឺមក yourself he គឺ himself she គឺ herself it itself we ourself you គឺ yourself ចាហើយនឹងចំណុចនេះគឺ they themselves ចាចឹងអ្នកនរអាចចំណាំទៅហើយគឺការប្រើប្រាស់របស់គេហ្នឹងគឺនឹងទៅតាមទម្រង់នៃមួយៗហើយអ្នកនរអាចចំណាំបានគឺនៅពេលដែលយើងប្រើនៅលើអីតែម្នាក់ណាយើងម្នាក់ឯងជាអ្នកធ្វើទេណាចាគឺយើងមានពាក្យ self តែវាចំដោយ li ប៉ុន្តែបើយើងមានពីរនាក់យើងហើយមានម្នាក់ទៀតឬក៏ច្រើនអ្នកអញ្ចឹងណាគឺយើងមកពីកន្លែងនេះគ្នាចាគឺបញ្ចប់ដោយពីឯងអញ្ចឹង3ខាងក្រោមនេះគឺខុសគ្នាពីខាងលើអញ្ចឹងអ្នកនរអាចទៅមកឆ្នាំបានជាមួយ you ក៏ដូចគ្នាដែរខ្ញុំអញ្ចឹងគឺ you ខាងលើហ្នឹងគឺយើងខ្លួនឯងតែម្នាក់ឯងទេជាអ្នកធ្វើទៅលើរឿងហ្នឹងប៉ុន្តែបើសិនជា you នៅខាងក្រោមគឺមានយើងហើយនិងមានបុគ្គលម្នាក់ទៀតចូលរួមអញ្ចឹងគឺយើងប្រើ yourself នេះចាអាដូចគ្នាប៉ុន្តែសរសេរខុសគ្នាឥឡូវយើងចូលទៅមើលតើតជាមួយនឹងការប្រើប្រាស់គេប្រាប់ថាម៉េចរបៀបប្រើ use reflexive pronoun when the subject and object of a sentence refer to the same person or thing ចាអញ្ចឹងគឺគេប្រាប់ណាថាយើងប្រើ reflexive pronoun ហ្នឹងទៅលើជាមួយនឹងខ្លួនឯងចា same person ណាអញ្ចឹងអ្នកគ្រូនិយាយទូរស័ព្ទគឺខ្លួនឯងហើយឬក៏របស់អីមួយដែលជារបស់យើងអីដែរចឹងទៅចាអញ្ចឹងវា6អត់ដូរទេសម្រាប់ form វិញដល់នេះគឺយើងមាន subject ហើយខាងនេះគឺអ្នកគ្រូដាក់មាន verb 1ហើយ verb 2 ទៀតហើយយើងមាន object ចាអញ្ចឹងអីដែលជាចំណុចសំខាន់នៃមេរៀនហ្នឹងគឺ subject ហើយនិង object គេដាក់ណាចា subject ហើយនិង object សម្រាប់ verb គឺអ្នកនរអាចប្រើបានពីរ verb 1ក៏បាន verb 2ក៏បានដែរអញ្ចឹងបើនិយាយទៅលើ tense វិញគឺទី1យើងអាចប្រើលក្ខណៈថា present simple ហើយមួយទៀតគឺ past simple ដែរចឹងដែរចាហើយយើងមាន object នេះតែមកអូខេតែតែមាន object ណាគ្នាឥឡូវយើងមកមើលឧទាហរណ៍នេះ example ទី1គឺថា I help myself at work អញ្ចឹងសម្រាប់myself កន្លែងនេះគឺអ្នកគ្រូប្រើ verb ពណ៌ខៀវដើម្បីឲ្យយើងថាវាជា object នៅក្នុងមេរៀនរបស់យើងដែលជា reflexive pronoun របស់យើងចាហើយអញ្ចឹងគឺយើងមាន subject យើងមាន verb ថា verb នេះគឺ verb 1ទេហើយយើងមាន object នេះគឺ myself ហើយនៅផ្នែកខាងក្រោយហ្នឹងគឺជា object ទាំងអស់ហ្នឹងប៉ុន្តែគាត់ថា object នេះគឺដែលមានពណ៌ខៀវហ្នឹងគឺ reflexive pronoun ចាឃើញអត់គ្នាចាគ្រូដាក់ឲ្យខាងលើយើងបានមើលเนาะចានេះគឺ object ចាចឹងយើងចូលទៅក្នុងទាំងការប្រើប្រាស់ទាំង form គឺយើងចូលទៅជាមួយនេះព្រោះកន្លែងនេះគឺគាត់ចែកទៅតពីខ្លួនឯងតែម្ដងប្រាប់ខ្លួនឯងថាអូខ្ញុំឈឺវិញទៅចាឈឺអីក៏បានដែរតែគាត់តែឈឺទេចាគេប្រាប់ថាឈឺខ្លាំងទៅនៅកន្លែងហ្នឹងចាឈឺបេះដូងក៏បានឈឺដៃឈឺជើងក៏បានដែរទី2គេដាក់ថា he taught himself to play golf អញ្ចឹងសម្រាប់ថ្ងៃនេះអ្នកនរចាប់តាមមកថាគឺយើងមាន he ជា subject ហើយយើងមានកន្លែងនេះគឺជា verb 2របស់យើងណាហើយកន្លែងនេះគឺ object ចាហើយ object នេះគឺទៅគ្រាន់តែអត់នឹងអីទេចាគ្រាន់តែគ្រូចង់បញ្ជាក់ឲ្យយើងកាន់ច្បាស់កន្លែងនេះគឺដូចតែខាងលើដែរទេអញ្ចឹងយើងឃើញណាអញ្ចឹងយើងប្រព័ន្ធក៏បាន verb 2ក៏បានដែរសេដ្ឋកិច្ចយើងទេចាគាត់
អ្នកគ្រូចង់ឲ្យអ្នកនេះចំណាំដែរហេតុអីនៅខាងលើនៅពេលដែលយើងប្រើ reflexive pronoun ហ្នឹងអត់មានបាយនៅខាងមុខទេប៉ុន្តែខាងនេះមានបាយអញ្ចឹងសម្រាប់គេដាក់បាយមកហ្នឹងគឺចង់បញ្ជាក់ថា alone តែម្ដងចាំម្នាក់ឯងការសិក្សាចាអញ្ចឹងគឺនៅពេលដែលយើងចង់បញ្ជាក់ប្រាប់គេថាអីដែលយើងកំពុងតែនិយាយហ្នឹងណាគឺយើងខ្លួនឯងម្នាក់ឯងជាអ្នកដែលធ្វើអញ្ចឹងយើងប្រើបាយនៅពីមុខហ្នឹងមកហើយវានៅតែជា object ដែរណាអ្នកមានដូរទៅណាទេចាវានៅជា object ដែរអញ្ចឹងកន្លែងនេះគឺយើងមាន she ជា subject ហើយយើងក៏មាន traveling verb to មួយដែរហើយអានេះអ្នកមានចង់ប្រើ verb នេះក៏បានដែរព្រោះក្នុងនឹងតែមួយអត់ដូរទេចាអញ្ចឹងសម្រាប់ពេលដែលបងរៀនគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកមានព្យាយាមមើលពេលបន្ថែមទៀតចាអរគុណច្រើន